ក្មេងស្រីនោះត្រូវបានគេឃើញខំរៀនតែបាក់ហើយបន្ទាប់មកបានហោះឡើងលើអាកាសតាលីស្មេនបន្ទាប់មកតាលីស្មេនវេទមន្តត្រូវបានចាក់ចូលទៅក្នុងនេះនៅលើស៊ីកាដាប៉ុន្តែនៅវិនាទីបន្ទាប់អ្វីដែលបានឈប់អេឡិចត្រូកាឌីក្រាមបានបង្ហាញពីចង្វាក់បេះដូងបានវិលត្រឡប់មកវិញភ្លាមទឹកដោះគោនៅលើក្រែមន្ទីរពេទ្យទឹកដោះគោបានរស់ឡើងវិញដោយអភូតមកទីនេះមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងស្រក់ឈាមទៀតផងវាស្ថិតនៅក្នុងមនុស្សអាក្រក់បុរសអាក្រក់ទើបតែដើរចេញពីទ្វារពេលនាងគាត់បានធ្លាក់ពីលើជណ្ដើរភ្លាមយ៉ាងណាមិញពេលនាងក្រោកឡើងហើយដើរចេញបានពី3ជំហានប៉ុន្តែបន្ទាប់មកជើងមួយទៀតបានជាប់យ៉ាងនៅលើដៃគោស្រីនោះមានទេពធីតាបែបនេះអំណាចដោយសារតែនាងជាសមាជិកនៃនិកាយសួរតខ្លួនរបស់ម្ចាស់នាងប៉ុន្តែនាងសាកសពរបស់ឪពុកត្រូវបានវិញ្ញាណអាក្រក់ធ្វើទៅទោះបីជានាងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយទោះបីជាមានការខិតខំប្រឹងប្រែងក៏ដោយក៏ពួកគេមិនអាចបណ្ដេញចាស់វាយនាងព្រោះបារម្ភពីធម្មពលដ៏នឹងស្លាប់ដោយសារអស់កម្លាំងហើយបន្ទាប់មកនាងត្រូវបានរំខានដោយសារតែនាងឪពុករបស់ខ្ញុំត្រូវបានអារក្សអាក្រក់យីអស់រយៈពេលលើជាបានរៀបដល់ពីពេញរាងកាយហើយប្រសិនបើយើងចង់ជួយសង្គ្រោះប៉ាយើងគ្រាន់តែកំពុងព្យាយាមផ្លាស់ប្ដូរវាសនារបស់គាត់យោពមក្មេងស្រីត្រូវធ្វើដំណើរត្រឡប់ទៅ10ឆ្នាំមុនវិញហើយព្យាយាមគ្រប់មធ្យោបាយដើម្បីផ្លាស់ប្ដូរវាសនារបស់ឪពុកហើយបន្ទាប់មកម្ចាស់បន្ទាប់មកឆ្លងកាត់ផ្លូវរួមក្រោមដីពេលវេលានាងត្រូវបានដឹកត្រឡប់ទៅ10ឆ្នាំមុនហើយនៅពេលនោះឪពុកខ្ញុំមិនត្រឹមតែគ្រប់គ្រងក្រោមដីនៃសមុទ្រមាសទាំងមូលអាជីវកម្មឬឃាតកម្មមេដឹកនាំក្រុម Green Gang ដែលព្រិចភ្នែកក្មេងស្រីនោះបានរកឃើញឪពុករបស់នាងយ៉ាងឆាប់រហ័សពេលដែលប៉ាចាក់ចេញពីឃ្លាំងគូស៊ីអបនាងយ៉ាងណែនគាត់ថែមទាំងអះអាងថាគាត់ជាកូនប្រុសបង្កើតរបស់នាងស្រីប៉ុន្តែបុរសនោះគិតថានាងត្រូវបានសត្រូវបញ្ជូនឲ្យចូលទៅចិត្តនាងដូច្នេះគាត់បានប្រាប់នាងឲ្យចាក់ចេញទៅយ៉ាងណាមិញក្មេងស្រីរូបនេះបាននិយាយថាគេបានមកជួយសង្គ្រោះជីវិតនាងហើយនាងក៏អាចធ្វើទៅបានដើម្បីកញ្ញាប្រវត្តិរបស់ខ្ញុំមិនមានពេលលេងផ្ទះជាមួយអ្នកទេទៅផ្ទះរកឪពុកម្ដាយរបស់អ្នកប៉ាសូមទទួលយករឿងនេះផងព្រោះគ្រួសារយើងក៏ឪពុកបោះបង់ចោលកូនម្ដាយបោះបង់ចោលជំងឺរ៉ាំរ៉ៃដែលមិនអាចព្យាបាលបានអ្នកដើម្បីផ្ដល់ឲ្យម្ដាយខ្ញុំកំពុងទទួលការព្យាបាលដូច្នេះខ្ញុំត្រូវនៅខាងក្រៅក្រោយពីតស៊ូអស់រយៈពេលជាច្រើនឆ្នាំឥឡូវនេះពួកគេបានងាកទៅរកប្រទេសហៃទីដែលជាក្រុមបៃតងចាស់រួចហើយធំម្ដេចក៏អ្នកមានរឿងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងមិនអីទេកំពុងជួបបានទទួលការព្យាបាលដ៏ល្អបំផុតដោយមានគ្រូពេទ្យមើលថែនាងតើនាងអាចជួបគ្រោះថ្នាក់ដោយរហ័សណាខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងខ្ញុំស្ទើរតែជឿប្រអប់ដ៏ក្រអឺតក្រទុំនេះមានរឿងអ្វីកើតឡើងលោកម្ចាស់ម្ដាយរបស់អ្នកឈឺធ្ងន់ណាស់ស្ថានភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់សូមមិនដំណោះទីនេះខ្ញុំយល់ហើយលោកគៀនម្ដាយរបស់អ្នកឈឺធ្ងន់ពេកហើយព្រាមនោះយើងបានដឹងថាយើងបានខិតខំអស់ពីសមត្ថភាពហើយចេនអានជ្រូកមានវិធីសន្សំទឹកដោះគោទោះបីជាអ្នកមិនអាចជួយសង្គ្រោះគាត់បានក៏ដោយតើកុមារនេះអាចប្រើវិធីសាស្ត្រអ្វីខ្លះជីដូនមិនបានឈឺទេគាត់បានបញ្ចេញមន្តអាគមគេដរាបណាគាត់ត្រូវបានបំផ្លាញពេលដង្កូវគេលេចឡើងយីនឹងភ្ញាក់ឡើងមកតើដង្កូវកប្រភេទអ្វីរកឃើញហើយរូបកាយ Celestial ទទួលបានជោគជ័យជាខ្លឹមសារនៃធម្មពលទាំងអស់វានឹងរលាយបាត់នៅពេលដែលទឹកពុះបែកតើអ្នកបានញ៉ាំគ្រប់គ្រាន់ហើយឬនៅប៉ាយាយវង្វេងហើយនេះមិនមែនជាកន្លែងសម្រាប់លេងនៅផ្ទះទេចេញទៅប៉ាជ្រូកមិនបានកុហកប៉ាទេយាយនាងប៉ាមើលចុះជ្រូកកំពុងនិយាយការពិតម៉ាក់ឲ្យភ្ញាក់ហើយឬនៅតើមានអ្វីផ្សេងទៀតដែលអ្នកត្រូវការទេប៉ាសូមឲ្យយាយបានស្អាតទាំងស្រុងនាងត្រូវរកប្រភពនៃផ្សិតមានតែផ្សិតទេដែលនឹងធ្វើប្រភពនៃផ្សិតដែលណាពេលនោះស្រាប់តែបងស្រីខ្ញុំនិងសមុទ្របានមកមើលតើអ្នកមានរឿងអ្វីជាមួយប្អូនស្រីខ្ញុំវាមើលទៅមិនល្អទេវានឹងមិនល្អទេតើគាត់នឹងស្លាប់មែនទេចាំមើលថាតើលើកនេះអ្នកនៅតែអាចធ្វើវាបានឬអត់តើពួកគេបានរស់រានមានជីវិតទេអ្នកណាជាអ្នកអនុញ្ញាតឲ្យអ្នកបង្ហាញខ្លួននៅក្នុងបន្ទប់ម្ដាយខ្ញុំតើមានអ្វីនៅពីមុខយើងអស្ចារ្យមែនសិទ្ធត្រូវបានរកឃើញសេនយូប្អូនប្រុសរបស់អ្នកគឺជាម្ដាយចុងរបស់អ្នកតើអ្នកនិយាយជាមួយនាងដោយរបៀបណាស្ថានសួគ៌និងផែនដីគឺបរិសុទ្ធនិងអាចកំបាំងជាស្គល់នៃអ្វីទាំងអស់សម្រាប់អារក្សហើយស្ដារអំពើអាក្រក់ឡើងវិញភេទនៃអំពើអាក្រក់បាត់ទៅទេតើផែនការតូចមួយនេះមកពីណានៅឲ្យឆ្ងាយពីខ្ញុំប៉ាខ្ញុំបានសម្លាប់ផ្សិតរួចហើយជីដូនឥឡូវនេះមិនអីទេម៉ាក់សុខសប្បាយជាទេ
តើឆេវយ៉ានណេណាម៉ាក់ខ្ញុំនៅទីនេះយាយឲ្យភ្ញាក់ហើយឬនៅអ្នកតើអ្នកជានរណាខ្ញុំឈ្មោះសិនជូជូខ្ញុំជាកូនស្រីតែម្នាក់គត់របស់ឪពុកខ្ញុំកូនស្រីរបស់ម្នាក់សៀវយ៉ានអ្នកមានកូនស្រីមែនទេម៉ាក់ឲ្យទេខ្ញុំទើបតែអាយុ22ឆ្នាំទេតើខ្ញុំអាចទៅរួចអស្ចារ្យណាស់សៀវយ៉ានឥឡូវអ្នកជាឪពុកហើយគុំធ្វើដូចក្មេងទៀតអីមែនហើយមនុស្សម្នាក់ត្រូវតែមានការទទួលខុសត្រូវក្នុងនាមជាឪពុកនៅពេលនិយាយអំពីការព្យាបាលឈឺឲ្យបានល្អទោះបីជាក្មេងស្រីនោះបានព្យាបាលម្ដាយរបស់នាងចំនួននេះប៉ុន្តែបុរសនោះនៅតែព្យាបាលនាងសញ្ញាណរបស់គាត់ត្រូវបានសួរចម្លើយពេលសួរគាត់ក៏ត្រូវបានបំណងរបស់នាងក្នុងការចូលទៅដើម្បីមើលគឺជាអ្វីនាងបានឆ្លើយថានាងដូច្នេះក្មេងស្រីនោះបានហែកខ្លួនចេញសក់មួយសរសៃហើយទុកឲ្យគាត់យកវាសម្រាប់ការធ្វើតេស្តប្រេកង់ទាបបន្ទាប់មកបុរសនោះបានហៅជំនួយការរបស់គាត់ញ៉ាសក់ក្មេងស្រីការធ្វើតេស្តមន្ទីរពេទ្យយ៉ាងណាមិញនៅពេលនេះក្មេងស្រីនោះជួនដូរមនុស្សពីរនាក់បានកត់សម្គាល់ឃើញហើយបានឆ្លៀតឱកាសនោះដាក់ថ្នាំសណ្ដំគាត់រួចនាំគាត់ទៅអូនហ្វូហាក់ដូចជាកំពុងធ្វើអ្វីមួយនាពេលថ្មីនេះខ្ញុំបានទំនិញមួយបាច់ថ្មីខ្ញុំមិនតើអ្នកសម្រេចចិត្តប្រាប់គាត់ឲ្យឈប់មែនទេតើនេះជាអ្វីដែលគួរឲ្យបន្ទោសខាងសិលធម៌មែនទេហ្វូបានចាប់ផ្ដើមដោយចូលរួមក្នុងការជួញដូរបានធ្វើឲ្យគាត់ឈប់អ្វីទាំងអស់នៅផ្ទះអាជីវកម្មដែលគាត់ជាម្ចាស់បុរសនោះបានស្បល់ថាគាត់នឹងធ្វើអ្វីដែលគាត់បានធ្វើកុំភ្លេចផ្ញើវាមកមន្ទីរពេទ្យបានដឹងថាលោកហេអ្នកបានឃើញវាហើយក្មេងដែលទើបតែអង្គុយនៅទីនេះអូអ្នកចង់មានន័យថាក្មេងនោះបានទៅមែនទេខ្ញុំបានទៅបង្គន់ក្បែរនោះញឹកញាប់ណាស់វាមានរយៈពេលប្រហែល20នាទីហេតុអ្វីបានជាវាមិនទាន់ចេញមកអ្នកទើបតែឃើញតើអ្នកបានឃើញក្មេងស្រីតូចនោះឥឡូវនេះទេគាត់ត្រូវបានចាប់ខ្លួនប្រហែលជាមនុស្សម្នាក់ពួកអ្នកជួញដូរមនុស្សសាហាវពេកហើយទើបតែមានការប្រយុទ្ធគ្នានៅខាងក្រៅតើអ្នកជានរណាកំភ្លើងតើអ្នកកំពុងធ្វើអ្វីក្មេងស្រីតូចដែលខ្ញុំទើបតែលើកឡើងតើក្មេងស្រីតូចនោះមើលទៅដូចអ្វីវាពិតជានឹងលូតលាស់ក្រាស់និងមានជាតិទឹកតើឪពុករបស់ខ្ញុំចង់លក់ឲ្យអ្នកក្នុងតម្លៃសមរម្យមែនទេខ្ញុំកំពុងប្រាប់អ្នកថាខ្ញុំជាឪពុករបស់ក្មេងស្រីដ៏ស្រស់ស្អាតនោះបើឆ្លាតមែនសូមនៅស្ងៀមទៅបើមិនដូច្នោះទេខ្ញុំនឹងព្យាបាលកុមារវិធីសាស្ត្រដែលប្រើគឺមិនយុត្តិធម៌តតែសោះម៉ាក់អ្នកតើអ្នកណែណានៅស្ងៀមម៉ាក់កូនតូចឲ្យសូមមកខ្ញុំស្ងប់ចិត្តផងម៉ាក់ស្ងាត់ខ្ញុំចង់ឲ្យប៉ានៅតូចក្មេងស្រីតូចឲ្យចាំបន្តិចសិនខ្ញុំនឹងនាំអ្នកទៅរកប៉ារបស់អ្នកមិនអីទេម៉ាក់ខ្ញុំចង់ឲ្យប៉ាស្ដាប់អ្វីដែលកូនត្រូវនិយាយកុមារគឺជាជនល្មើសអរិយាបថរបស់លោក Shen នៅពេលនោះអ្នកដឹងថាអ្នកចិត្តរួចរាល់ហើយគ្រាន់តែនៅស្ងៀមទោះនៃការដឹងមិនមែនជាអ្វីដែលអ្នកគិតនោះទេព្រោះខ្ញុំមិនហ៊ានដាក់ដៃលើម្ដាយរបស់គាត់ទេអ្នកហ៊ានខំខ្ញុំព្រោះអ្នកចូលចិត្តយំមែនទេមិនអីទេចូលយើងច្របាច់គាត់ដោយថ្នាំរឿងតូចតាចត្រូវបានរារាំងអ្នកណាហ៊ានប៉ះគាត់